បាទជម្រាបសួរពុកម៉ែបងប្អូនអរគ្នានិងបងប្អូនសិស្សានុសិស្សទាំងអស់នៅក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកទាក់ទងនឹងកម្មវិធី AutoCAD ទៅលើការយើង block dynamic ដោយ dynamic stretch អញ្ចឹង dynamic stretch នេះគឺជាការ block មួយដែលយើងអាចដូរទំហំຂະຫນາດstretch ពីលើក្រោមតាមទំហំដែលយើងចង់បានប្រវាយដែលយើងចង់បានចឹងដូចនៅក្នុងវីដេអូនេះចឹងបងប្អូនបានឃើញថាយើងចង់បានប្រវែងវាប្រមាណទំហំវាប្រមាណយើងអាចចុចតាមនឹងបានចឹងឥឡូវដើម្បីមិនខាត់ពេលយូរយើងចូលរៀនទាំងអស់គ្នាអានេះខ្ញុំលើកឧទាហរណ៍មួយឥឡូវមុនដំបូងគឺយើងបង្កើតblock manhole មួយយើងបង្កើត block មកចឹងយើងត្រូវគូសប្រវែងមុនដំបូងសិនឲ្យវាមានកម្រិតដើម្បីងាយស្រួលយើងធ្វើstretch វាហើយក្រោយមកទៀតយើងក៏ចាប់ដើម block វាទៅយើងវាយ command អក្សរ B ហើយ enter ហើយយើងសរសេរឈ្មោះមកសរសេរដាក់ block អីចឹងទៅអាស្រ័យលើយើងចឹងក្រោយពីយើង block ហើយយើង double click លើវាដើម្បីចូលទៅក្នុង block ក្នុងការធ្វើblock dynamic ហើយយើងចូលដល់ block ហើយឥឡូវយើងចូលទៅ parameter ពេលដែលយើងចូល parameter ហើយយើងយកពាក្យ linear ហើយយើងវាស់ distance ទី1មកតាមចម្ងាយដែលយើងចង់បានហ្នឹងហើយក្រោយមកទៀតយើងចូល parameter ហើយយើងយកកន្លែង stretch អញ្ចឹងយើងคลิกទៅលើចំណុចទី1លើគេហើយយើងคลิกមកចំណុចចុងបញ្ចប់ហើយយើង enter មួយហើយក្រោយមកទៀតយើងគូសចម្ងាយដែលយើងត្រូវការ stretch ឲ្យវាធ្លាក់ចុះក្រោមហ្នឹងយើងគូមួយទៀតមក stretch វានេះចំណុចដែលយើងចង់ឲ្យ stretch ចុះក្រោមហើយយើង enter ចឹងនៅពេលដែលយើង enter ចប់យើងចូលទៅកន្លែង block list ហ្នឹងយើង click លើវាមួយហើយយើង click ទីតាំងនៅ block ដែលយើងចង់ដាក់ហ្នឹងហើយយើងចុចសញ្ញា F លេខបូកហ្នឹងអញ្ចឹងវានឹងលើផ្ទាំងមួយឲ្យយើងដែលដាក់ពាក្យថា distance 1 ហ្នឹងគឺសំដៅទៅលើយើងគូ linear ទី1ហ្នឹងអញ្ចឹងយើងចុច OK មកហើយយើងវាយទំហំຂະຫນາດដែលយើងចង់បានហ្នឹងចឹងនៅពេលដែលយើងវាយរួចយើងចុច OK មកហើយយើងចុច save មក
ចឹងនៅពេលយើង save ហើយគឺយើងបាន comment dynamic block មួយតាមទំហំຂະຫນາດដែលយើងបាន set ហ្នឹងហើយតួរបស់ manhole ហ្នឹងក៏យើងធ្វើដូចគ្នាទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងក្នុងការចែកម្លែកទៅលើការដែលយើងធ្វើការ block dynamic ដើម្បីសម្រួលទៅដល់ការងាររបស់យើងដើម្បីឲ្យងាយស្រួលក្នុងការគូរបានលឿនចឹងទៅយើងមិនបាច់ចាំហត់ក្នុងការ select ឬក៏ក្នុងការគូសស្រែកវាមួយទៅតាមអ្វីដែលយើងចង់បានគ្រាន់តែយើង select វាមកយើងឆ្លាញ់ຂະຫນາດប៉ុណ្ណាយើងរើសຂະຫນາດប៉ុណ្ណឹងដែលយើងបាន set ហ្នឹងចឹងអរគុណច្រើនចឹងសង្ឃឹមថាវីដេអូនេះមានអត្ថប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាចឹងបងប្អូនជួយចិត្តវីដេអូនេះជួយគាំទ្រក្នុងការ like share ហើយនិង comment ហើយនិងការចែកចាយទៅដល់បងប្អូនទៀតដើម្បីទទួលបានវីដេអូក្នុងការចែកម្លែកទៅលើវិស័យសំណង់និងស្ថាបត្យកម្មរបស់គ្នាបាទសូមអរគុណសូមជម្រាបលា